ខេតាឡូអ្នកគ្នាថ្ងៃនេះគឺខ្ញុំមានលំហាត់រូបមួយគឺជាលំហាត់អឺមេរៀនម៉ាស៊ីនអូខេអញ្ចឹងលំហាត់គេថាម៉េចគេថានៅក្នុងម៉ាស៊ីនកាណូមួយដែលមានប្រភពត្រជាក់ត្រជាក់7.0អង្សាសេហើយមានទំហំកម្ដៅ50%ហើយចំពោះគេថាទៀតថាបើម៉ាស៊ីននេះមានទិន្នផលកម្ដៅកើនដល់80%អញ្ចឹងសំណួរសួរថាតើសីតុណ្ហភាពកើនបានប៉ុន្មានអង្សាសេមានថាអំឡុងពេលដែលម៉ាស៊ីនកើនបាន80%ហ្នឹងនេះតើតើគេជឿថាតើសីតុណ្ហភាពដែលម៉ាស៊ីនកើនបាន80%ហ្នឹងវាមានចំនួនប៉ុន្មានអញ្ចឹងចម្លើយគេគឺគេសើរកតេដឺដែលស្មើនឹងប៉ុន្មានអូខេឥឡូវកុំយូរយើងចូលដល់ចម្លើយមកទៅយើងការគណនាលេខអូខេយើងដាក់ចម្លើយអូខេឥឡូវយើងដាក់មកយើងដាក់1យើងដាក់1មកគឺយើងដាក់1រកសីតុណ្ហភាពថារករកសីតុណ្ហភាពកើនបានអូខេដាក់មកគឺយើងអូខេឥឡូវយើងមើលក្នុងប្រធានថាម៉េចគេនៅក្នុងប្រធានគេប្រាប់ប្រភពត្រជាក់មានថាតេសេហើយទំហំកម្ដៅអឺសេហើយបន្ទាប់មកទៀតគេថាម៉ាស៊ីននេះមានទំហំកម្ដៅកើន80%អូខេអញ្ចឹងមានថាយើងអាចសេសមីការបានហើយត្រង់អញ្ចឹងគឺថាចំពោះទិន្នផលយើងសេបបងមកគឺថាចំពោះទិន្នផលទី1ត្រូវចាំថាគោលបំណងគឺយើងត្រូវរកតេចំពោះទិន្នផលទី1អូខេអញ្ចឹងយើងមើលទី1នេះយើងមានតេសេមួយនឹងអឺសេយើងបានគេគឺយើងបានអឺសេហស្មើគេគ្នាយើងមិនស្មើជាមួយដកគេគ្នាយើងដកតេសេឬតេហាអូខេដែលតេសេគឺជាប្រភពត្រជាក់ហើយតេហាគឺជាប្រភពក្ដៅអញ្ចឹងយើងអាចរកបានត្រង់ចឹងយើងអាចរកបានតែគេអញ្ចឹងនៅក្នុងម៉ាត់យើងស្គាល់សេអងហើយមួយនឹងតេសេអញ្ចឹងយើងអាចទាញរកតេហាបានអញ្ចឹងយើងទាញរកតេហាមកឬក៏យើងបោះចេញមកគឺយើងក៏នាំឲ្យគេយើងបោះម្នេះមកដល់វិញចាយសេមួយសិនតេសេនៅលើតេហាស្មើគេគ្នាយើងបោះនេះម្នេះបោកហើយបោះនេះដកវិញអញ្ចឹងវាស្មើនឹង1ដកជាមួយនឹងអឺអឺសេអងហើយបន្តមកទៀតយើងទាញរកគ្នាយើងទាញរកតេហាទៅទាញរកតេហាស្មើគេយើងតេហាមិនស្មើបោះនេះទឹកអានេះបើតគុណនឹងចែកចឹងវាស្មើជាតេសេលើតេហាចឹងវាបានអូខេចឹងយើងបានអតេសេចែកនៅលើ1ដកអឺសេអងអូខេចឹងតទៀតមកក្រោមស្មូទៀតមកនេះអូខេដល់សុំតទៀតដោយមកយើងទៅសេមួយដោយតេសេយើងស្មើគេយើងអឺដោយតេសេរបស់យើងវាស្មើតេសេរបស់យើងវាស្មើជាមួយនឹងតេបូកជាមួយនឹង273អូខេស្មើនឹងនេះដែលតេហ្នឹងដល់នេះ7អង្សាសេអូខេដាក់មក7បូក73បងមកបានមករៀង7 10ត្រា1ទៅមើលបានមិនស្មើ280ប្រហែល280កែវវិនអូខេឥឡូវយើងអឺសេស្មើជាមួយនឹង50%អញ្ចឹងដើម្បី20%បាននឹងធ្វើម៉េចយើងមកយកលេខចេញដល់100ដល់គ្នាយើងស្មើ50ឬ100អញ្ចឹងយើងចែកមកបានថែម0មកបាន0ចុចបានយើងបាន0.5អូខេត្រឹមនេះត្រង់
អូខេអញ្ចឹងឃើញម្ដងហើយឈ្មោះចូលលេខលើយើងមកយើងឲ្យតេហារបស់យើងនៅមកតេហាអាចដាក់អងបានហើយតេហាអងយើងស្មើគេស្មើជាមួយនឹង2ម៉ានយើង280នេះនឹង1ដក 0.5k អញ្ចឹងស្មើបានអញ្ចឹងយើងបានគេនេះលេខហើយគឺវាស្មើជាមួយនឹង569វិនអូខេឥឡូវយើងអ្វីទៀតតែឥឡូវឃើញតេហាអប៉ុន្តែគោលបំណងយើងគឺចង់អឺយើងចង់រកតេសីតុណ្ហភាពដែលកើនឡើងត្រឡប់អូខេឥឡូវយើងមួយទៀតយើងសើចទៅមកយើងដាក់ថាចំពោះគេនេះចំពោះទិន្នផលទីពីពេលថាកើនឡើងមានតែមិនពីថាយើងទៅរកតាតេអត់យើងមកគេយើងបានយើងសេទៅមិនមកដាក់ shader ស្មើអឺដូចគ្នាមួយដក TC ឥឡូវ T ហាស់ដើនេះដាក់ដើបានតែមិនដាក់ទេអញ្ចឹងយើងដូចគ្នាយើងមានដាក់មកដាក់ថាមានគេគឺមានមាន TC ស្មើ TC វាសជាមួយនឹង T តូចនេះអូ2.3 k ប៉ុន្តែ T តូចយើងស្មើបាន T តូចយើងគឺស្មើជាមួយនឹងអូខេអានេះគេប្រាប់វាត្រង់អញ្ចឹងបើគេប្រាប់វាថាម៉េចតម្លៃ T វាគឺស្មើគ្នាយើងបានគេយើងអាចសេបានថាអឺ280ឬក៏ថានេះវាថេបូកនឹង273អញ្ចឹងវាថាតម្លៃវាថេតេតូចហ្នឹងគឺវាតម្លៃវាថេអញ្ចឹងបានដូចគ្នា289ដូចគ្នាធម្មតាចំពោះម៉ាស៊ីនមួយដែលវាដំណើរការបានគឺតេរបស់វាគឺថេរហូតចំពោះអាហ្នឹងចំពោះអាតែប្រព័ន្ធត្រជាក់នេះយើងអូខេឥឡូវយើងបានអីគេសេដឺយើងស្មើជាមួយនឹងបាន80%ត្រង់ដែលយើងបំបាច់ទៅជានេះបាច់ប្រចេញជាងបាន80ទៅលើ100ប្រហែលយើងស្មើ0.5 3អូខេអញ្ចឹងយើងជិះឈ្មោះចូលមកយើងអាចសារតែអូខ្ញុំ sorry ខ្ញុំភ្លេចទាញយកអានេះដូចគ្នាទេយើងទាញអញ្ចឹងអាចំពោះទី2នេះយើងទាញរកតេហាដឺត្រង់អូខេយើងទៅរកទិញតេហាដឺមកដើម្បីរក data តេបានកាលណាតែយើងរក data តេបាននោះនាំឲ្យយើងឃើញអឺសីតុណ្ហភាពដែលវាកើនឡើងបានអូខេហើយយើងមកគេនេះយើងហើយយើងនឹងឲ្យថាតេអូខេស្មើអញ្ចឹងដាក់ដូចគ្នាមកអានេះបាន1ដកភាសានេះទាញដូចគ្នាយើងអូ sorry ខុសហើយយើងនេះស្មើចាស់នេះយើងនេះស្មើជាមួយនឹងតេហាដឺនេះយើងអូខេតេហាដឺអូតេសេហ្នឹងហើយគេតេសេរបស់យើងវានៅ1ដកវាsẽអស់ទេយើងឥឡូវសុំលុបចេញនេះខ្ញុំសុំសេកម្មនេះយើងអូខេវាថាចែអានេះវាថាចែតែយើងបាននេះយើងបានតេហាដឺយើងស្មើបាននេះយើងស្មើជាមួយនឹងអឺតេសេយើងវាស្មើនឹង1ដកសេដឺអញ្ចឹងស្មើតមកគឺយើងវាស្មើលេខដែរ280របស់យើងនៅលើ1ដក0.8អញ្ចឹងតម្លៃយើងស្មើបានយើងអានេះយើងអាចគេលេខខ្លួនឯងបានវាសួរទេចឹងវាស្មើជាមួយនឹង1490វិនអូខេអញ្ចឹងពេលយើងឃើញហើយពេលយើងឃើញតេហាដឺហើយយើងអាចឃើញម្ល៉េះអត់ចម្លើយគឺនៅទេដោយសារគេរកអឺសីតុណ្ហភាពកើនបានប្រមាណគឺថាយើងត្រូវរក data ទេឲ្យឃើញហើយខាត់វាគិតជាអង្សាសេទៀតប៉ុន្តែចាឥឡូវខ្ញុំមានចេះមួយហើយខ្ញុំមានឥឡូវយើងអាចមកតទៀតមកយកថាដោយគេនិយាយយើងដោយ data ទេអូខេ
data TH ស្មើគ្នាយើងវាស្មើជាមួយនឹង TH ដើនេះដកជាមួយនឹង TH អងត្រង់ចឹងស្មើមកយកលេខចូលមកយក1400នេះកែវនេះយើងដកនឹងបានដកនឹង560កែវវិញអូខេចឹងស្មើមកនេះយើងយើងទូទាត់មកវាស្មើជាមួយនឹង840កែវវិញប៉ុន្តែចេះតែតែ data hash ដើហ្នឹង data hash ហ្នឹងស្មើគ្នាយកវាស្មើនឹង data t តូចអត់ចឹងស្មើប៉ុន្មានចឹងវាស្មើជាមួយនឹង840អង្សាសេអូខេឥឡូវនេះគ្នាពិតឆ្ងល់ថាចុះមិនបាន data មិនបាន data t hash ធំទៅស្មើ data t តូចវិញអូខេឥឡូវចាំខ្ញុំយល់ចាំខ្ញុំពាក់នេះឲ្យឥឡូវនេះគឺជាចម្លើយរបស់វាអញ្ចឹងដូចនេះសិនមកដូចនេះdata t hash យើងហ្នឹងស្មើប៉ុន្មាននេះស្វ័យមួយនៅ data t តូចស្មើប៉ុន្មាននេះនឹងវាស្មើជាមួយនឹង840អង្សាសេត្រង់នេះគឺជាសីតុណ្ហភាពប្រភេទដែលបាននៅពេលដែលវាកើនឡើងអូខេឥឡូវខ្ញុំបញ្ជាក់ថាហេតុអ្វីបានជា data t ធំហ្នឹងវាស្មើជាមួយ data t តូចអូខេឥឡូវខ្ញុំសូមបកស្រាយឥឡូវយើងមានចេះសំចឹងមកអូខេឥឡូវយើងមានមាន data t វាស្មើគ្នាយើងវាស្មើជាមួយនឹង data t ដើដក t អងត្រង់អូខេប៉ុន្តែនេះប៉ុន្តែតែ t ដើយើងស្មើគ្នាយើង t ដើវាស្មើជាមួយនឹង t នេះបូក2.3រត់វាស្មើជាមួយនឹងអានេះដើដែរហើយអា t អងស្មើគ្នាមិនស្មើជាមួយនឹង t អងបូក273ឥឡូវយើងយកអា2ហ្នឹងចុះចូលមកគេឡើងឃើញហើយឡើយហើយចុះចូលមកនាំឲ្យគេយើងនាំឲ្យ data t នេះស្មើគេយើងយកអា t អងចុះចូលនេះមកអត់ t ដើចុះចូលនេះមកវាបានគេយើងវាបាន t ដើបូក273នេះទៅដកជាមួយគេ t អងស្មើប៉ុណ្ណេះវាស្មើគេយើង t អងបូក2.3នេះយើងត្រង់ឥឡូវយើងគុណវាទៅសោះចឹងបានគេបាន t ដើអូខេបូកបាន2.3គុណ10ចូលបានដក t អងជាមួយនឹង273ឥឡូវយើងមើលថាអានេះយើងមិនអស់ត្រង់យើងស្មើគេវាមិនស្មើតទៀតវាស្មើជាមួយនឹង t ដក t អងតូចត្រង់ប៉ុន្តែអាហ្នឹងអា t ដក t អងហ្នឹងវាស្មើគេវាស្មើជាមួយនឹង data t តូចត្រង់ហេតុនេះហើយទើបនឹងបានថាម៉េចហេតុនេះហើយទើបនឹងបានថានាំឲ្យនេះ data t ធំនេះវាស្មើជាមួយនឹង data t តូចយោងតាមការបកស្រាយខាងលើនេះអូខេអញ្ចឹងហើយទើបខ្ញុំទាយបានថា data t hash ស្មើជាមួយនឹង data t តូចវាស្មើជាមួយនឹង840អង្សាសេអូខេអញ្ចឹងចំពោះនេះគឺវាមិនមានអីជាធំទេដោយសារតែវាជាប្រភេទទី1គឺរូបមន្តទី2គឺការគិតការវិភាគរបស់យើងថាតេសេហ្នឹងគឺវាថេរឬក៏អត់ចឹងណាយើងអាចគិតបានតាមហ្នឹងប៉ុន្តែពាក្យថាសម្ភារៈកើនឡើងវាថាអាភាពកើនឡើងនេះចឹងវាថាគេគាត់ជារោគ data តេហើយហេកើនឡើងហ្នឹងកើនឡើងពីម៉ានកើនឡើងពី0ទៅដល់ថាឧទាហរណ៍វាកើនពី0ទៅដល់10នាទីហ្នឹងគឺវាសីតុណ្ហភាពហ្នឹងវាកើនឡើងប្រមាណអញ្ចឹងវាគឺជាបំរែបំរួលសីតុណ្ហភាពអូខេឥឡូវបងខ្ញុំមានតែប៉ុណ្្នឹងឯងនេះហ្នឹងហើយអញ្ចឹងខ្ញុំអូខេអញ្ចឹងសូមចប់វីដេអូប៉ុណ្ណឹងអញ្ចឹងបើសិនមានកំហុសឆ្គងហើយសូមអភ័យទោសបងបាទហើយអូខេប៉ុណ្្នឹងឯងសូមអរគុណនិងសូមជម្រាបលាគ្នា